ในកម្ពុជាមកដល់ដំណាក់កាលនេះគឺលោកហ៊ុនសែនគាត់ដល់ផ្លូវតល់ច្រកហើយតល់ច្រកនេះគឺជារឿងល្អទេសម្រាប់ជាតិខ្មែរនោះយើងចាត់ទុកថាដូចរឿងដែលថាខ្ញុំនិយាយថាខ្ញុំឲ្យអរគុណអាមេរិកអរគុណប្រជាពលរដ្ឋអាមេរិកដែលជាជនចាញ់បោក scam អនឡាញដែលមានរាប់ម៉ឺនដល់សែននាក់នោះកុំតែជនជាតិអាមេរិកហ្នឹងคล้ายជាជនរងគ្រោះនៃការឆបោកអនឡាញនៅស្រុកខ្មែរកុំអីក៏អត់មានចំណាត់ការអីរហូតដល់បិទមជ្ឈមណ្ឌលឆបោកអនឡាញនោះដែរសួរថាលោកហ៊ុនសែនគាត់នឹងចាត់ការហ៎បើគាត់ចាត់ការយូរហើយក៏ប៉ុន្តែចាត់ការក៏យើងសាទរដែរធ្វើទៅអត់អីទេគ្រាន់តែថាយើងចង់ដឹងថាតើនេះគឺជាការធ្វើដោយសុឆន្ទៈឬក៏ធ្វើដោយឱកាសនិយមឬក៏ដោយការទាល់ច្រកយើងគ្រាន់តែវិភាគប៉ុណ្្នឹងទៅប៉ុន្តែភាគច្រើនគឺទាល់ច្រកព្រោះដោយសារដល់ដំណាក់កាលហ្នឹងគឺបើសិនជា do or die ធ្វើឬក៏មិនធ្វើបើធ្វើរស់មិនធ្វើស្លាប់តែប៉ុណ្្នឹងឯងហើយដល់ពេលអញ្ចឹងគឺគាត់សុកចិត្តធ្វើឲ្យរស់ចោះទាល់ច្រកយ៉ាងណាក៏ដោយគេដឹងចរិតយ៉ាងណាក៏ដោយក៏ធ្វើទៅតែធ្វើទៅវាបានផលដល់ប្រជាពលរដ្ឋទាំងអស់គ្នាដែរទេខ្ញុំនិយាយចឹងឥឡូវខ្ញុំថាទាល់ច្រកហ្នឹងគឺសេដ្ឋកិច្ចបញ្ហាពិភពលោករត់រួចឆ្លោះគ្នាជាមួយថៃអត់មាននរណាថ្កោលទោសថៃមួយបានន័យថារដ្ឋាភិបាលកម្ពុជាគឺ0ការទូតយើងអន្តរជាតិគឺយើងស្មើនឹង0ណារាល់ថ្ងៃនេះណាអាមេរិកទៅស្រុកខ្មែរទៅអីឃើញFBI ទៅឥឡូវនេះឃើញអឺអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមរបស់អាមេរិកលោក Edbridge Kobe អីទៅចាប់ដៃលោកហ៊ុនម៉ាណែតចាប់ដៃលោកទាសីហាអីហ្នឹងណាយើងសប្បាយទៅគណៈបកប្រជាជនកម្ពុជារដ្ឋាភិបាលកម្ពុជាថាអ្នកឃើញនៅកម្ពុជាអញ្ចឹងការទូតយើងវាជោគជ័យអញ្ចឹងបានប្រទេសគេមកចាប់ដៃគេមកអីចូលបើសិនជាគេចាត់ទុកថារដ្ឋាភិបាលយើងជារដ្ឋាភិបាលផ្ដាច់ការរដ្ឋាភិបាលរំលោភសិទ្ធិមនុស្សប្រទេសអស់នេះគ្មានអ្នកណាគេមកយើងទេជាពិសេសអាមេរិកហ្នឹងហ្មងព្រោះអីអាមេរិកកម្រទៅប្រទេសណាណាព្រោះតែទៅដូចផ្ដាល់កិត្តិយសឲ្យប្រទេសហ្នឹងថាជាប្រទេសស្របច្បាប់អីចឹងតែអាមេរិកអត់ខ្លាចទេទៅកម្ពុជាទៅអីចាប់ដៃឲ្យពង្រឹងកិច្ចសហប្រតិបត្តិការមិនមែនបានន័យថាអាមេរិកទៅប្រទេសកម្ពុជានេះដោយសារតែប្រទេសកម្ពុជាធ្វើត្រូវទេអាមេរិកទៅកម្ពុជាដោយសារតែកម្ពុជាធ្វើខុសច្រើនពេកហើយអត់ចង់ឲ្យកម្ពុជាធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ចិនមានបញ្ហាអសន្តិសុខក្នុងតំបន់កម្ពុជាអាចជាឈ្នន់សម្រាប់ចិនធ្វើជាមូលដ្ឋានទ័ពធ្វើឲ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តរបស់អាមេរិកទាំងនៅថៃទាំងនៅហ្វីលីពីននិងនៅវៀតណាមផងព្រោះវានៅជិតពេកដូច្នេះអាមេរិកគឺគេខ្លាចយើងគេខ្លាចមិនមែនគេគោរពទេគេខ្លាចនៅភាពផ្ដេសផ្ដាស់របស់យើងចូលសងចិនព្រោះអីតែយើងបំផ្លាញប្រជាធិបតេយ្យបំផ្លាញសិទ្ធិមនុស្សបែបនេះរៀបចំប្រទេសឲ្យជារបៀបផ្ដាច់ការបែបនេះគឺយើងអត់ខ្វល់ទេលាមកក៏យើងតោងដែរអាមេរិកខ្លាចយើងតោងលាមកអញ្ចឹងទៅខំបោះពងឲ្យណែកុំទៅតោងលាមកនាំតែចង្រៃអន្តរាយដល់អ្នកដតីទៀតព្រោះកើតរោគទៅឈឺទៅវាឆ្លងទាំងអស់គ្នាគេជួយសង្គ្រោះដើម្បីគេសង្គ្រោះអ្នកដតីទៀតទេមិនមែនដោយសារគេចង់ជួយខ្មែរទេណានិយាយរឿងនេះឲ្យយើងច្បាស់ទាំងអស់គ្នាហើយក៏សប្បាយចិត្តដែរបើអាមេរិកទៅជួយយើងក៏យើងចាត់ទុកថាជាគុណូបការៈដ៏ធំដែរសម្រាប់ប្រទេសជាតិយើងមួយនេះដោយសារអីអឺយឺនបាន hamburger បាន bistec ឡុកឡាក់អីទៅកុំឲ្យតែញ៉ាំតែស្ពៃចិនព្រោះអីយើងបោកក្បាលនៅអញ្ចាំងទូងណាដើម្បីឲ្យគេអាណិតយើងអត់ធ្វើខ្លួនឲ្យគេអាណិតតាមរបៀបយើងមានសមត្ថភាពបញ្ចេញទេពកោសលអីយើងអត់ទេទេពកោសលយើងតែមួយគត់គឺបោកក្បាលនៅអញ្ចាំងឲ្យម៉ែឪអាណិតយើងឈឺខ្លួនឯងបិចក្បាលហូរឈាមតែឲ្យម៉ែឪអាណិតឥឡូវម៉ែឪឃើញបោកក្បាលពកក្បាលហូរឈាមបោះកុំលួងខ្លះទៅតែខំបោកបែកក្បាលខ្ទេចខ្ទីអស់ហើយកូននឹងចឹងឯងយើងជាបន្ទុកទេអញ្ចឹងលោក Kash Patel ទៅខ្មែរមិនមែនទៅចាប់ផ្ដើមទំនាក់ទំនងល្អអីជាមួយខ្មែរទេអត់ទេគ្រាន់តែប្រាប់កម្ពុជាថាណែលុយបកក15,000 លានពីចិនស៊ីហើយចិនស៊ីចោតប្រកាន់ណាឯងយកចិនស៊ីទៅឲ្យចិនណានោះវិញអត់យកមកឲ្យអាមេរិកគេមិននិយាយចឹងទេគាត់ប្រាប់ថាជនជាតិអាមេរិករាប់សែននាក់ដែលជាជនរងគ្រោះនៃអំពើឆបោកនៅស្រុកខ្មែរអត់ទាន់ចាប់បានមេខ្លោងធំដែលជាអង្គញាមហាមន្ត្រីនៅឡើយទេខ្ញុំមកហ្នឹងមកប្រាប់ថាខ្ញុំសហការ
ហើយនឹងជួយអត់អីទេ FBI មកដល់ហ្នឹងឯងមិនទៀតឥឡូវប្រើខ្ញុំមិនមែនមកហ្នឹងដើម្បីមកជួយលើកស្ទួយកម្ពុជាអីទេគ្រាន់តែមកប្រាប់ថាអត់អីទេខ្ញុំជួយកម្ចាត់អ្នកទាំងអស់នេះបើអ្នកឯងមិនហ៊ានធ្វើប្រាប់ FBI ទៅធ្វើតែយើងអត់ទាន់ធ្វើរឿងហ្នឹងអញ្ចឹងអាហ្នឹងរឿង FBI រឿងទី2ថ្ងៃនេះគឺលោក Edbridge Colby អនុរដ្ឋលេខាអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមចុះទៅចាប់ដៃលោកហ៊ុនម៉ាណែតចាប់ដៃលោកទាសីហាដឹងសាររបស់អាមេរិកហ្នឹងគេនិយាយមិនខ្ញុំសុំទោសខ្ញុំចូលដល់ព័ត៌មានបន្ថែមព្រោះថ្ងៃនេះវាដូចលិមុខចូលឈ្នៀងដែរទូតអាមេរិកគេសរសេរសារបែបនេះដែលគួរឲ្យកត់សម្គាល់មែនតើហើយសារនេះគឺជាសារដែលមែនតើជាភាសាការទូតប៉ុន្តែចាក់ដោតទូតអាមេរិកសង្កត់ធ្ងន់ប្រាប់កម្ពុជាថាភាពជាដៃគូជាមួយអាមេរិកគឺឈរលើការគោរពគ្នានិងភាពជាក់ស្ដែងនិយមបានន័យថាម៉េចភាសាការទូតនេះគឺភាសារំលឹកប្រាប់យើងថាបើចង់ឲ្យមានទំនាក់ទំនងល្អជាមួយអាមេរិកគឺយើងត្រូវចេះគោរពគ្នានិងភាពជាក់ស្ដែងនិយមនិងប្រកបនិយមមានន័យថាម៉េចបងប្អូនភាពជាក់ស្ដែងនិយមភាពប្រកបនិយមដែលក្នុងសាររបស់អាមេរិកនេះគឺគាត់ចង់ប្រាប់ទៅកម្ពុជាថាកុំនិយាយតែមាត់តែធ្វើផ្សេងយើងនិយាយថាអូជួយសហការចង់ល្អជាមួយនឹងអាមេរិកដោះស្រាយបញ្ហាក៏ប៉ុន្តែក្នុងពេលហ្នឹងទៅចាប់ដៃចិនឬក៏រងតាមក្រោមឥទ្ធិពលចិនអីណាអញ្ចឹងទៀតទៅឧទាហរណ៍ឬក៏ថាអូសហការជាមួយអាមេរិកល្អហើយគោរពអាមេរិកណាប៉ុន្តែពេលអាមេរិកឲ្យស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យយើងអត់ធ្វើហើយមកចាប់ដៃជាមួយអាមេរិកថាយើងចង់រឹតបន្តឹងទំនាក់ទំនងអត់ការគោរពគឺសំដៅទៅលើអ្វីដែលអាមេរិកនិយាយទៅគឺយើងធ្វើហើយយើងគោរពអាមេរិកអាម៉េចឥឡូវហ្នឹងនៅពេលដែលយើងផ្ដន់ទាទោសលោកកឹមសុខាឲ្យជាប់ពន្ធនាគារ27ឆ្នាំពីបទក្បត់ជាតិនិងខុបខិតជាមួយនឹងរដ្ឋបរទេសគឺអាមេរិកក្នុងការផ្ដួលរំលំរដ្ឋាភិបាលហើយសាលដីកានេះចូលជាស្ថាពរទៀតអាមេរិកនៅក្នុងបញ្ជីខ្មៅនៃប្រទេសកម្ពុជាថាជាប្រទេសដែលចូលដៃជាមួយលោកកឹមសុខាផ្ដួលរំលំរដ្ឋាភិបាលអត់ទាន់មានរលប់ទៅណាទេព្រោះសាលដីកាចូលជាស្ថាពរហើយកន្លែងហ្នឹងគោរពអាមេរិកកន្លែងណាយើងទាល់តែឲ្យតុលាការដកអាមេរិកចេញពីសាលដីកានឹងចេញថាអាមេរិកមិនមានជាប់ទោសអីទេគឺគ្រាន់តែជាការចោទប្រកាន់មិនមានភ័ស្តុតាងគ្រប់គ្រាន់អីចឹងទៅឲ្យដកព្រោះអាមេរិកក្រសួងការបរទេសអាមេរិកលោក Marco Rubio ប្រហែលខែមុនបានហៅប្រទេសកម្ពុជាថ្កោលទោសថាខ្វះការទទួលខុសត្រូវរឿងករណីលោកកឹមសុខានេះមកចោទអាមេរិកហើយផ្ដន់ទាទោសអាមេរិកថាជារដ្ឋបរទេសដែលខុបខិតចង់ផ្ដួលរំលំរដ្ឋាភិបាលចាឥឡូវមកចាប់ដៃគ្នាយ៉ាងម៉េចនៅពេលដែលយើងចាប់ក្ដៃជាមួយនឹងដៃគូដែលចង់ផ្ដួលរំលំរដ្ឋាភិបាលចង់បានន័យថាលោកហ៊ុនម៉ាណែតកំពុងតែសុំកលុំជាមួយនឹងរដ្ឋាភិបាលបរទេសដែលតុលាការចោទថាចង់ផ្ដួលរំលំរដ្ឋាភិបាលតើអ្នកណាគួរមានទោសសប្ងៃនេះគឺថ្នាក់ដឹកនាំកម្ពុជាទៅវិញទេមិនមែនលោកកឹមសុខាទេព្រោះលោកកឹមសុខាគ្រាន់តែនិយាយអំពីការចង់ឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជាគឺយើងធ្វើនយោបាយបែបសេរីពហុបកការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ហើយពឹងសហរដ្ឋអាមេរិកឬក៏ប្រទេសប្រជាធិបតេយ្យជាជំនួយស្មារតីដើម្បីឲ្យជួយទៅបណ្ដោះបណ្ដាលនិងកសាងប្រទេសយើងតាមលទ្ធិប្រជាធិបតេយ្យរៀនសូត្រពីគេអញ្ចឹងទៅជាក្បត់ជាតិទៅវិញអញ្ចឹងត្រូវជាទៅយកយោបល់ពីអាមេរិកមកដើម្បីឲ្យមានប្រជាធិបតេយ្យចោទគេថាជាអ្នកដែលខុបខិតផ្ដួលរំលំរដ្ឋាភិបាលហើយឥឡូវផ្ដន់ទាទោសគេហើយអត់ដកទៀតឥឡូវនឹងជាប់នឹងអាមេរិកគេថាយើងខ្វះការទទួលខុសត្រូវលោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកឥឡូវដល់តែពេលលោក Kobe Edrich Kobe ទៅចាប់ដៃជាមួយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតហើយនិងលោកទាសីហាចឹងបានន័យថាមកយើងចាប់ដៃជាមួយប្រទេសដែលមាននៅក្នុងសាលដីកាថាជាប្រទេសផ្ដួលរំលំយើងហ្នឹងហើយយើងទៅខ្សែគប់ជាមួយប្រទេសដែលជាប់ចោតជាតន់ដិតផ្ដួលរំលំរដ្ឋាភិបាលយើងតែយើងយ៉ាងម៉េចទៅវិញខ្ញុំអត់យល់ដែរអានេះកញ្ញាញ់ខួរក្បាលទៀតហើយបងប្អូនចេះតែឆ្ងល់ថាចឹងបានន័យថាអាសាលដីកាហ្នឹងវាជារឿងនយោបាយសោះហេតុអីបានទៅឲ្យពាក់ព័ន្ធមួយអាមេរិកតើអាទំនាក់ទំនងហ្នឹងវាល្អកកប៉ុណ្ណាចឹងបានអាមេរិកគេរំលឹកថាបើចង់ឲ្យទំនាក់ទំនងនេះល្អគឺឲ្យមានភាពស្មោះត្រង់គោរពគ្នាហើយជាក់ស្ដែង
ជាក់ស្ដែងនឹងបានន័យថាម៉េចបើថាឲ្យធ្វើបើថាតាក់ទងជាមួយអាមេរិកគោរពអាមេរិកគោរពគ្នាទៅវិញទៅមកអញ្ចឹងគោរពបានន័យថាម៉េចអាមេរិកអត់មែនជាប្រទេសដែលផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាអីទេហ្នឹងទី1ណាត្រូវដកអាហ្នឹងចេញទី2កុំអែបអបឡែបឡប់ចិនខ្លាំងពេកបើថាគោរពអាមេរិកតលតែយកប្រជាធិបតេយ្យនិងសិទ្ធិមនុស្សជាគោលព្រោះអាមេរិកជាប្រទេសប្រជាធិបតេយ្យយើងរដ្ឋាភិបាលប្រជាធិបតេយ្យទៅសហការជាមួយរដ្ឋាភិបាលកុម្មុយនីសស្មើមុខស្មើមាត់គ្នាគោរពគ្នាយ៉ាងម៉េចកើតទៅបើគោលនយោបាយខុសគ្នាយ៉ាងនេះដូច្នេះសារនេះគឺជាការរំលឹកប្រាប់កម្ពុជាឲ្យកែឲ្យដូរហើយឲ្យស្មោះត្រង់ហើយអាមេរិកទៅចាប់ដៃជាមួយកម្ពុជានេះរដ្ឋមន្ត្រីអនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមនេះមិនមែនដើម្បីពង្រឹងទំនាក់ទំនងការទូតដោយសារតែកម្ពុជាបានដូរបានកែអីទេអត់ទេគឺដោយសារតែកម្ពុជាคล้ายទៅជាបញ្ហាបន្ទុកនៅក្នុងតំបន់នេះអាមេរិកគេមានគោលនយោបាយមួយគឺពង្រឹងសន្តិសុខតំបន់ Indo-Pacific ចាយលុយច្រើនណាស់ខ្ញុំដឹងរឿងនេះច្រើនបំផុតដោយសារតែខ្ញុំជាអ្នកបកប្រែរបស់ក្រសួងការបរទេសអាមេរិកហើយជាទូទៅឲ្យតែមានប្រជុំតាក់ទងនឹងមេបញ្ជាការនៃតំបន់ Indo-Pacific ទាំងម្ដង30ប្រទេស35ប្រទេសគឺខ្ញុំចូលទៅបកប្រែខ្ញុំមិនមានសិទ្ធិអីមកនិយាយអំពីគោលនយោបាយការបរទេសឬក៏ការជជែកនេះទេព្រោះខ្ញុំជាអ្នកបកប្រែវាខុសក្រមសីលធម៌នៃអ្នកបកប្រែក៏ប៉ុន្តែរាល់សេចក្តីប្រកាសព័ត៌មានរបស់ទីបញ្ជាការយោធាអាមេរិកតាក់ទងនឹងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះណា Indo-Pacific នេះគឺតែងតែនិយាយថាអាមេរិកត្រូវពង្រឹងឥទ្ធិពលរបស់យោធាអាមេរិកនិងទំនាក់ទំនងស្អិតរមួតជាមួយប្រទេសទាំងអស់នៅតំបន់ Indo-Pacific កម្ពុជាជាប្រទេសមួយក្នុងតំបន់ Indo-Pacific ចិនក៏តែអញ្ចឹងដែរតែអាមេរិកសហការជាមួយចិនមិនបានទេព្រោះជាដៃគូប្រយុទ្ធប្រជែងខ្ពស់អាមេរិកខ្លាចបំផុតគឺឥទ្ធិពលចិននៅក្នុងតំបន់ Indo-Pacific អញ្ចឹងហើយបានជាអាមេរិកទៅចាប់ដៃជាមួយនឹងឥណ្ឌូនេស៊ីម៉ាឡេស៊ីថៃហ្វីលីពីននិងប្រទេសដទៃទៀតដោយទាំងវៀតណាមទាំងខ្មែរផងគឺតាក់ទងទំនាក់ទំនងយោធានៅក្នុងតំបន់ Indo-Pacific ដើម្បីឥទ្ធិពលអាមេរិកមិនអាចចោលខ្មែរបានក្នុងន័យថាខ្មែរคล้ายទៅជារឿងអំពុលទុកព្រោះខ្មែរអែបចិនខ្លាំងពេកនៅក្នុងប្រទេសទាំងអស់នេះអត់មាននរណាអែបចិនខ្លាំងដូចខ្មែរទេខ្មែរអែបចិនខ្លាំងបំផុតក្រៅពីនោះអត់សូវត្រូវជាមួយចិនទេហើយខ្មែរអែបចិនហ្នឹងគឺដោយសារអីដោយសារតែមូលដ្ឋានទ័ពរៀមដែលគេសង្ស័យថាអាចជាកន្លែងដែលទ័ពចិនអាចធ្វើជាមូលដ្ឋានទ័ពបានព្រោះចិនជួយលុយច្រើនហើយវាយកំតិចអាគារដែលលុយជួយពីអាមេរិកទៅទៀតប្រហែលឆ្នាំមុនហ្នឹងហើយឥឡូវទៅសង់ពលានយន្តហោះដែលអាចយន្តហោះបដិញធុនធ្ងន់ចម្បាំងរបស់ចិននៅឯតារាសាគរនៅឯស្រុកបទុមសាគរខេត្តកោះកុងគម្រោង UDG 1000 លានដុល្លារជាងដែលអត់ត្រូវការពលានយន្តហោះនៅកណ្ដាលព្រៃស្រោងអីសោះកម្ពុជាទៅយកលុយចិនមកសង់ពលានយន្តហោះនៅក្រុងប្រសិទ្ធអនុក៏មានពលានយន្តហោះនៅពោធិ៍ចតុងក៏មានពលានយន្តហោះនៅឯសៀមរាបក៏មានហើយស្រុកខ្មែរហោះតែ30នាទីផុតពីផែនពីដីមួយទៅដីពីចុងម្ខាងទៅចុងម្ខាងហ្នឹងចោះចាំបាច់ទៅមានពលានយន្តហោះទៅដល់កណ្ដាលព្រៃសាគរហ្នឹងទៅអីនេះហើយដែលអាមេរិកឬក៏សហគមន៍អន្តរជាតិគេសង្ស័យថាកម្ពុជាអត់ត្រូវការអភិវឌ្ឍហេតុអីបានទៅខ្ចីលុយគេមកអភិវឌ្ឍដល់អត់មានចំណេញអីសោះហើយអត់ត្រូវការសោះហេតុអីបានជាយើងធ្វើគឺគេសង្ស័យថាយើងធ្វើដើម្បីឲ្យយន្តហោះបដិញយន្តហោះចម្បាំងចិនចុះចតបានហើយធ្វើពីធំរហូតដល់យន្តហោះចម្បាំងចុះចតបានយើងធ្វើឲ្យគេមានមន្ទិលហើយតាមពិតបើនិយាយឲ្យស្មោះត្រង់ជាមួយរដ្ឋាភិបាលកម្ពុជាគាត់ក៏ប្រាប់ថាគាត់បើកដៃឲ្យសហគមន៍អន្តរជាតិទាំងសេរីទាំងកុម្មុយនីសអីមកសហការមកអីតើមកពីអ្នកឯងមិនមកអ្នកដែលមកចិនគេអត់ដែលដាក់លក្ខខណ្ឌអីច្រើនទេគេមកអភិវឌ្ឍអីគេឲ្យលុយខ្ចីអីគេអត់សាំលោកហ៊ុនសែនធ្លាប់និយាយតាគេមិនដែលបិទទ្វារទេក៏ប៉ុន្តែទង្វើរបស់យើងហ្នឹងគឺវាបិទទ្វារគេមកវាមិនកើតដល់តែពេលយើងបំផ្លាញសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យបំផ្លាញគណៈបកសង្គ្រោះជាតិបំផ្លាញស្អីអង្គការសង្គមស៊ីវិលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យចាប់អ្នកនេះដាក់គុកគ្រប់គ្នាអញ្ចឹងគេដឹងថាយើងកំពុងតែចូលទៅក្នុងរបៀបផ្ដាច់ការដល់ពេលគេដាក់ទណ្ឌកម្មរឹតរួតផ្នែកសេដ្ឋកិច្ចយើងអត់អាចពឹងសហគមន៍អន្តរជាតិព្រោះ EBA ក៏គេដកជំនួយដកអីអាមេរិកក៏ដូចគ្នាយើងអត់ដង្ហើមដកយើងទៅពឹងចិនរឿងអញ្ចឹងយើងទេដែលធ្វើខ្លួនឲ្យមិនអាចជាទីពឹងរបស់ប្រទេសសេរីបានព្រោះយើងធ្វើខ្លួនឲ្យคล้ายទៅជាសម្រាមនៅពេលដែលយើងធ្វើឲ្យទៅជាសម្រាមឆ្កែជក់អាចដាក់
វាអត់មាននរណាមកស្វាគមន៍យើងទេយើងថាហេមកអីមកលេងសម្រាមខ្ញុំអីអត់មានទេមានតែឆ្កែទៅជួអាចដាក់ទេតែអ្នកដែលល្អគេខ្ទប់ច្រមុះគេដើរជៀសសួរថាកម្ពុជាខុសហេនៅពេលដែលយើងមកចូលមកខ្ញុំមកបានតើខ្ញុំអត់មានដែលហាមឃាត់ណាប៉ុន្តែគេចូលយ៉ាងម៉េចបើសិតតែសម្រាមអញ្ចឹងមានតែឆ្កែទេទៅជួអាចដាក់មានតែប៉ុណ្្នឹងតាហើយខាងគេរត់គេចយើងអត់បានហាមគេទេប៉ុន្តែគេរត់គេចពីយើងដោយសារយើងធ្វើឲ្យគេរត់គេចលោកហ៊ុនសែនគាត់ថាគាត់មានខុសហងអត់មានដែលទៅហាមអាមេរិកណាមិនឲ្យធ្វើសម្ពយុទ្ធយោធាអីក៏អត់ហាមតែអាមេរិកទៅដកទៅខ្លួនឯង EBA ក៏អញ្ចឹងដែរអត់បានប្រាប់ឲ្យដកផងមកដកអស់ 20% ខ្លួនឯងកម្ពុជាអត់មានបានឲ្យដកផងGSP សុកអាមេរិកទប់ទណ្ឌកម្មអីចេះតែដាក់អាមេរិកមានដែរកម្ពុជាមានដែលឲ្យណាខំប្រឹងធ្វើដែរតែយើងធ្វើខុសហើយខុសទៀតដល់ចឹងធ្វើខ្លួនយើងឲ្យคล้ายទៅជាបន្ទុកដល់អញ្ចឹងគេរត់ចោលយើងអស់តើឥឡូវអាបន្ទុកនេះអាមេរិកគេភ័យក៏គេមកផ្ទះស្មាងអែលខ្នងបន្តិចទៅថាអូខេខ្ញុំអត់ឲ្យបដ ாய் ឲ្យណែឯងទៅជាប់ចូលចិនឲ្យដាច់ភឹងទេជួយមកអែបខ្លះចឹងទៅដើម្បីឲ្យមានដង្ហើមដកខ្លះបើអញ្ចឹងចូលចិនដាច់អាមេរិកដឹងថាបងប្អូនអាមេរិកនេះណាបើចង់ខ្ទប់ដង្ហើមលោកហ៊ុនសែនឲ្យដាច់ក៏ដាច់ភឹងដែរចង់ផ្ដាច់អា GSP ក៏ដាច់តែអ្នកដែលស្លាប់គឺប្រជាពលរដ្ឋខ្មែរកម្មកររោងចក្រមិនមែនស្លាប់លោកហ៊ុនសែននិងគ្រួសារគាត់និងអុកញ៉ាមហាមន្ត្រីដែលលុយក្រាលដេកនេះទេអត់ទេអាមេរិកគេដឹងហើយអាមេរិកក៏ដឹងថាលោកហ៊ុនសែននេះបើគេហ៊ានបដ ாய் គឺគាត់នឹងបោកក្បាលនៅអញ្ចាំងគាត់ឲ្យហូរឈាមខ្ទេចខ្ទីអត់ខ្វល់ទេព្រោះដោយសារអីចង់ឲ្យគេអាណិតបើមិនចឹងទៅយកចិនមកហើយបើយកចិនកុំបន្ទោសគាត់ព្រោះអីណែឯងអត់ជួយខ្ញុំអ្នកយើងធ្វើខ្លួនឲ្យតែជាបន្ទុកអញ្ចឹងទេហើយដល់ពេលឥឡូវអាមេរិកគេមកជួយប៉ុន្តែអាមេរិកជួយនេះណាត្រូវចាំណាអាមេរិកគឺជាប្រទេសប្រជាធិបតេយ្យគេអត់មានសុំកលុំលឹមលំអីជាមួយយើងអញ្ចឹងហើយបានជាគេនិយាយថាបើគេទៅជួយហើយឲ្យស្មោះត្រង់ឲ្យប្រកបឲ្យច្បាស់លាស់ប្រកបនិយមហើយគោរពគ្នានេះឯងដែលខ្ញុំប្រាប់ថាលោកហ៊ុនសែនដល់ដំណាក់កាលតលច្រកនោះតលច្រកហ្នឹងគឺអាសេដ្ឋកិច្ចយើងក៏ធ្លាក់ភ្ញៀវក៏ធ្លាក់បញ្ហាជុំទឹះព្រំដែនក៏ដោះស្រាយមិនចេញរឿងទល់ពធោហើយដល់ពេលសហរដ្ឋអាមេរិកក៏គេដាក់សម្ពាធគៀបមកឲ្យរឿងពុនដារឿងពុនកយពុនអីផងតើគាត់មានកាឡាឯណារត់អញ្ចឹងមានតែខ្ជាក់នឹងឯងហើយអាខ្ជាក់នេះណារឿងបធូលោកកឹមសុខាកញ្ញាកម្មនោវិជ្ជាហ្នឹងគួរធ្វើយូរហើយតែគាត់មិនធ្វើអានេះហើយដែលជាល្បិចស្មៅគ្រោកដែលយើងមើលឃើញជាពវៀនបត់ចទាសរបស់គាត់ហើយនឹងអាប៉ោងបើក្របនោះដែលខ្ញុំនិយាយថាប្រជាពលរដ្ឋហាក់បីដូចជានៅដូចថាមិនអស់ចិត្តមិនទុកចិត្តអីចឹងឥឡូវខ្ញុំនិយាយអំពីមតិពលរដ្ឋវិញនិយាយពីរឿងតាក់ទងនឹងថ្ងៃនេះខ្ញុំនិយាយពីសាវតាហេតុអីបានជាប្រធានបទថ្ងៃនេះនៅមកយប់ទិសភ្លឺនៅតែប៉ុណ្ណឹងលោកហ៊ុនសែនគាត់បង្ហាញរូបថត 4-5 សន្លឹកនៅលើ Facebook របស់គាត់អត់សូវនិយាយអីច្រើនទេគាត់និយាយខ្លីបំផុតទុកឲ្យឆ្ងល់គាត់ថាអញ្ចេះប៉ុន្មានសប្តាហ៍មុនឯកឧត្តមកឹមសុខាខ្ញុំពេញចិត្តលោកហ៊ុនសែនស្ដោកមកខ្ញុំសរសើរដោយស្មោះពាក្យឯកឧត្តមនេះណាទើបតែប្រើឥឡូវឯងលោកកឹមសុខានិងលោកសំរងស៊ីកាលពីមុនសុទ្ធតែហែងឬក៏បើយ៉ាងនេះហ្នឹងគឺកឹមសុខាដាច់សាច់ចឹងហ្មងគឺពាក្យថាលោកពាក្យអីហ្នឹងគឺអត់មានផងកំថាឡើយដល់ឯកឧត្តមចុះហេតុអីបានជាពាក្យហ្នឹងចាប់ផ្ដើមចេញមកពីមេដឹកនាំដែលជេរបតិចឬក៏អហិង្សាឬក៏អសរោះពេញបណ្ដាញសង្គមហេតុអីបានជាពេលហ្នឹងខ្ញុំរំភើបណាបងប្អូនខ្ញុំនិយាយឲ្យស្មោះខ្ញុំអត់ខ្វល់ទេអ្នកណាថាចាញ់បោកលោកហ៊ុនសែនអត់អីទេធ្វើចោះខ្ញុំសរសើរព្រោះខ្ញុំចង់បានឲ្យកែទោះជាយឺតពេលវាប្រសើរជាងខកមិនធ្វើសោះដែរខ្ញុំសប្បាយចិត្តទេគាត់ប្រើពាក្យសតាប្រហែលសប្តាហ៍មុននេះឯកឧត្តមកឹមសុខាបានមកជួបខ្ញុំនៅផ្ទះមុនពេលគាត់ទៅសួរសុខទុក្ខកងទ័ពនិងជនភៀសសឹកថ្ងៃនេះជាមួយលោកជំទាវបាទព្រោះមែនតើជាមួយលោកជំទាវនិងកូនស្រីឯកឧត្តមកឹមសុខាមកសួរសុខទុក្ខខ្ញុំម្ដងទៀត
ដែលយើងជក់ជជែកគ្នារហូត3ម៉ោងពីម៉ោង9ព្រឹកដល់12ថ្ងៃត្រង់និយាយច្រើនជាមួយក្មួយស្រីកឹមមនោវិជ្ជាដែលក្មួយស្រីពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិវ៉ាវខ្ញុំរងចាំឱកាសនេះយូរនិយាយទៅខ្ញុំចង់ឲ្យថ្នាក់ដឹកនាំចេះឲ្យតម្លៃគ្នាចេះជជែកគ្នាចេះសរសើរគ្នាចេះគោរពគ្នាកុំហៅអាមឹងហៅគ្នាត្រឹមលោកក៏បានដែរអីអញ្ចឹងទៅបើឯកឧត្តមហ្នឹងក៏អស្ចារ្យដែររហូតដល់លោកជំទាវទៀតហ្នឹងក៏ថាសម្បើមដែរតើលោកហ៊ុនសែនធ្លាប់នៅផ្ដល់តម្លៃទួនាទីឲ្យលោកកឹមសុខាជាឯកឧត្តមហើយភរិយារបស់លោកកឹមសុខាជាលោកជំទាវហ្នឹងនៅពេលណានៅពេលដែលរំលាយគណៈបកសង្គ្រោះជាតិចោលបានន័យថាលោកបំផ្លាញអង្គការចាត់តាំងនិងអនុក្រឹត្យបរិជ្ជក្រឹត្យអីតែងតាំងលោកកឹមសុខាជាងារឯកឧត្តមអីហ្នឹងគឺកវត្តចោលអស់បាត់ទៅហើយប៉ុន្តែខ្ញុំសរសើរដែលគាត់នៅអាចរើសយកពាក្យនេះយកមកប្រើដើម្បីរក្សាគុណតម្លៃឯកឧត្តមដែលជាងារសម្រាប់អ្នកនយោបាយជាន់ខ្ពស់មួយរូបនៅប្រទេសកម្ពុជាដែលតស៊ូនយោបាយមួយជីវិតគាត់ដើម្បីប្រជាជាតិទាំង18លាននាក់នេះហើយត្រូវបានលោកហ៊ុនសែនហ្នឹងដែលធ្វើទុកបុកម្នេញ9ឆ្នាំខ្លោចផ្សារហូតតតែតុលាការក្រោមការគ្រប់គ្រងរបស់លោកហ៊ុនសែនផ្ដន់ទាទោសលោកកឹមសុខាឲ្យជាប់គុកជាប់ពន្ធនាគារពីបទក្បត់ជាតិទៀតហើយមកដល់នេះអត់ទាន់លើកលែងទោសលោកកឹមសុខាទេណាព្រោះលោកកឹមសុខានៅជាប់ទោសក្បត់ជាតិដោយទោសនយោបាយហើយនឹងទោសឈរឈ្មោះឲ្យគេធ្វើជាគណៈបកនយោបាយឬចុចទៅបោះឆ្នោតហ្នឹងគឺអត់មាននិយាយអីក៏អត់បានដែររឿងនយោបាយព្រោះអានេះដោយសារតែលោកកឹមសុខាជាប់ទោសក្បត់ជាតិអញ្ចឹងហើយការបន្ធូរបន្ថយខ្លះហ្នឹងគឺជាការអនុគ្រោះឲ្យប៉ុន្តែទោសរហូតដល់ក្បត់ជាតិដូច្នេះហើយបានជាគេដាក់ឲ្យគាត់មានសិទ្ធិធ្វើនយោបាយហើយអ្នកណាគឺលោកហ៊ុនសែនឥឡូវគាត់ទៅជួបលោកហ៊ុនសែនផ្ដល់ងារជាឯកឧត្តមហៅប្រពន្ធគាត់ជាលោកជំទាវហើយថាកញ្ញាកឹមមនោវិជ្ជាគឺជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិខ្ញុំព្រឺសបល់ខ្ញុំព្រឺសបល់ជំនួសកញ្ញាកឹមមនោវិជ្ជាខ្ញុំព្រឺសបល់ជំនួសលោកកឹមសុខានិងភរិយារបស់លោកកឹមសុខាព្រោះអីអំពើល្អនេះវាល្អពេកអង់គ្លេសហៅថា too good to be true too good to be true ហ្នឹងប្រែខ្មែរមកថាមិនទេល្អពេកដូចអត់ចង់ជឿបងប្អូនល្អពេកអត់ចង់ជឿបើយើងនិយាយជាភាសាខ្មែរសាមញ្ញ too good to be true វាដូចល្អពេកដូចប្តីម្នាក់ដែលមកវាយប្រពន្ធរាល់ថ្ងៃណាក៏វាយដែរផឹកស្រាអួទៅនួមកដល់ផ្ទះធ្វើបាបអំពើហិង្សាក្នុងគ្រួសារព្រោះទម្លាប់គាត់តែអញ្ចឹងគ្នានោះបាក់ស្បាតឲ្យតែឃើញប្តីមកហ្នឹងគឺភ័យទៀតហើយត្រូវដបងត្រូវអីទៀតប៉ុន្តែស៊ាំដឹងចរិតប្តីអញ្ចឹងហើយតែធ្វើអាម៉េចកូនមកកទេលលែងក៏លែងមិនដាច់ក៏ប៉ុន្តែប្តីហ្នឹងក៏ទទួលបានការអប់រំដាស់តឿនពីប្រសង់ពីព្រឹទ្ធាចារ្យឬក៏អ្នកដតីទៀតទៅក៏ប្រាប់ថាឯងមិនគួរណាធ្វើបាបប្រពន្ធទេគ្នាប្រឹងប្រែងនៅផ្ទះថែទាំកូនចៅដាំស្លជាស្ត្រីមេផ្ទះដ៏ចំណានអីដ៏ល្អផងហើយទៅយើងនេះទៅផឹកអួទៅនួបង្កឲ្យមានភាពអពមង្គលក្នុងគ្រួសារដូរចរិតនឹងចេញវិញទៅកុំទៅផ្ទះស្វឹងស្រារហូតធ្វើសាកទៅផ្ទះអត់ស្វឹងស្រាម្ដងមើលបានទេហើយយើងទៅផ្ទះឲ្យពីក្បាលប្រលប់ជាងមុនទៅម្ដងបានទេហើយទៅនិយាយផ្អែមល្ហែមជាមួយប្រពន្ធម្ដងបានទេដើម្បីឲ្យនាងមានភាពកក់ក្ដៅឡើងវិញដល់តែពេលស្ដាប់យូរទៅក៏ជឿគាត់ថាគាត់គិតចឹងខុសដែរគាត់គួរកែខ្លួនបន្តិចទៅព្រោះអីធ្វើបាបប្រពន្ធកូនយូរហើយអញ្ចឹងថ្ងៃហ្នឹងគឺសុំគេចេញពីការងារមុនម៉ោងហើយអត់ផឹកស្រាអីទាំងអស់ស្វាងចេះដើម្បីនិយាយភាសាផ្អែមល្ហែមជាមួយប្រពន្ធឲ្យបានមកពេលព្រោះអាណិតគ្នាធ្វើបាបគ្នាយូរហើយទៅភ្ញាក់កំណើតថ្ងៃហ្នឹងទៅដល់ផ្ទះបើកទ្វារក្រាក់អូនសម្លាញ់បងមកពីធ្វើការវិញហើយថ្ងៃហ្នឹងអូនមានអាហារអីឆ្ងាញ់សម្រាប់បងទេគ្រាន់តែឮភាសាផ្អែមល្ហែមបែបនេះប្រពន្ធទៅហូរយំប្តីនេះស្រាប់តែស្លើភ័យខ្លួនឯងវិញមិនបានទៅជាអញ្ចឹងមិនបានទៅយំវិញមិនបានទៅហូរយំមិនបានទៅជាអញ្ចឹងវិញអូនបងចង់ផ្អែមល្ហែមចង់អីប្រើពាក្យពេចន៍អីហ្នឹងដើម្បីឲ្យតំណាក់តំណងគ្រួសារយើងវាកក់ក្ដៅបន្តិចប្រពន្ធគាត់ថា
ចុះហេតុអីបានបងថ្ងៃហ្នឹងក៏ស្វឹងស្រាតាំងពីក្បាលប្រលប់ម៉េះបងរាល់ដងម៉ោង12 13យប់អីបងមកហើយឥឡូវនេះស្រាប់តែមកពីធ្វើការបងស្វឹងស្រាអញ្ចឹងមកពីនាយអញ្ចឹងហើយតាំងកណ្ដាលថ្ងៃត្រង់អីចឹងយ៉ាងម៉េចខ្ញុំពិបាកចិត្តណាស់បងអើយកាលពីមុនបងឯងមករៀងយប់ជ្រៅបន្តិចខ្ញុំនៅវាធូរចិត្តមួយថ្ងៃវល់ល្ងាចឥឡូវស្រាប់តែស្វឹងតាំងពីក្បាលប្រលប់អញ្ចឹងខ្ញុំងាប់ហើយធ្វើបាបខ្ញុំហិង្សាអីចឹងទៀតស្អាតតែប្តីគួយសាពះប្រពន្ធអូនសំឡាញ់បងកែខ្លួនទេអូនឯងមិនបានទៅជាអញ្ចឹងអូនឯងមិនទៅជាយំទៅវិញបងចង់មកកែខ្លួនបងចង់ប្រាប់ថាបងអត់ស្វឹងទេបងឯងសាកមើលស្រង់ក្លិនដង្ហើមបងមើលអត់មានជាតិល្មុតទុំជាតិអីទេបងកែខ្លួនបងបានស្ដាប់លោកសង្ឃបងបានស្ដាប់ចាអាចារ្យមិត្តភ័ក្តិអីគេបដៅមកថាអូនឯងជាស្ត្រីល្អណាស់បងមិនគួរធ្វើបាបហេតុអីអូនបងអូនឯងថាជាស្វឹងទៅវិញប្រពន្ធគាត់ថាប្តីរបស់គាត់មកជីវិតតាំងពីការមកបើមិនវាយដំច្រំធាក់ស្វឹងគឺថាមិនដែលប្រើពាក្យផ្អែមល្ហែមអញ្ចឹងទេអញ្ចឹងបានន័យថាតើតាស្វឹងហើយបាននិយាយអញ្ចឹងកើតទេបានគាត់គិតអញ្ចឹងណាបងប្អូនវា too good to be true វាល្អពេករត់តែជឿថាវាជាការពិតមិនឃើញទៅជាថាប្តីស្វឹងទៅវិញណានេះករណីរបស់លោកហ៊ុនសែននឹងគឺអញ្ចឹងដូចគ្នាណាបងប្អូនគាត់អាចឈប់ផឹកស្រាគាត់អាចមកចង់ល្អលោកល្អឿនអីជាមួយក្រុមគ្រួសារអីឡើងវិញឬចង់ស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យចង់ឲ្យពិភពលោកមើលមកកម្ពុជានឹងថាកម្ពុជាគេកែហើយមានដឹកនាំគេលែងងើបមួយវាយមួយអីហើយគេនយោបាយខ្មែរស្រឡាញ់ខ្មែរមិនយកខ្មែរណាជាសត្រូវអីហើយប៉ុន្តែវាល្អពេករកតែថាវាថាពិតវាមិនជឿណាវាពិបាកអញ្ចឹងណាប៉ុន្តែបងប្អូនខ្ញុំឲ្យរឿងបរោះផឹកស្រាមិញយកមកឲ្យបងប្អូនពិភាក្សាទៅវាអាចជាការពិតគាត់កែខ្លួនដែររឿងទៅថាកញ្ញាកម្មមនោវិជ្ជាគឺជាធនធានមនុស្សសម្រាប់ជាតិដ៏កម្រតើកញ្ញាកម្មមនោវិជ្ជាបានធ្វើអីគេខ្លះជួយរដ្ឋាភិបាលកម្ពុជានេះដើម្បីឲ្យคล้ายទៅជាធនធានដ៏ជាតិដ៏កម្រសម្រាប់ឲ្យលោកហ៊ុនសែនសរសើរកញ្ញាកម្មមនោវិជ្ជាមួយជីវិតរបស់នាងណាខ្ញុំសរសើរកញ្ញាកម្មមនោវិជ្ជាត្រង់រឿងមួយជាស្ត្រីដែលរៀនសូត្របានច្រើនជាកូនស្រីដ៏ស្មោះស្ម័គ្របដូរផ្ដាច់ចំពោះឪពុកក្នុងការតស៊ូមតិដើម្បីឲ្យគេដោះលែងលោកកឹមសុខាឲ្យនៅរួចផុតពីការចោទប្រកាន់របស់លោកហ៊ុនសែននៅក្នុងប្រទេសកម្ពុជានឹងគឺត្រកតស៊ូមតិលើឆាកអន្តរជាតិទើបតែឈប់6ឆ្នាំចុងក្រោយនឹងយើងអត់សូវឃើញគាត់ធ្វើអីទៀតទេដោយសារប្រហែលជាអាចមានការជជែកគ្នាថាទុកឲ្យតឡាការគេសម្រួលតាមនឹងទៅបើតវ៉ាទៅឆាកអន្តរជាតិទៀតអាចនឹងកពុលមុខរដ្ឋាភិបាលកាន់តែខ្លាំងធ្វើឲ្យគេរឹបលោកកឹមសុខាកាន់តែខ្លាំងក៏ថាបានខ្ញុំស្មានទេបងប្អូនព្រោះអីឃើញគាត់តស៊ូមតិច្រើនណាស់តាំងពីខ្ញុំនិយាយទៅមិនមែន6ឆ្នាំទេប្រហែលជាអាចយូរជាងហ្នឹងថា6ឆ្នាំចុះព្រោះអី3ឆ្នាំចុងក្រោយនៅខ្ញុំនៅធ្វើការអាស៊ីសេរីគឺស្ងាត់កញ្ញាកម្មមនោវិជ្ជា4ឆ្នាំខ្ញុំមកដល់ទីក្រុងឡុងប៊ិចដែលធ្វើការនៅនេះគឺនិយាយទៅប្រហែលជា7ឆ្នាំ6 7ឆ្នាំហ្នឹងគឺអត់ឃើញគាត់ធ្វើអីទៀតដូចលោកមុនទៀតទេប្រហែលជាអាចមិនបានផលអីដូចមុនហើយក៏ស្ងប់ស្ងាត់ចឹងទៅទុកឲ្យលោកហ៊ុនសែនដោះស្រាយបញ្ហាព្រោះបើក្ដួងក្ដាំងគឺមេដឹកនាំផ្ដាច់ការតែកាន់តែក្ដួងក្ដាំងកាន់តែរឹបខាងនោះវាអាចចឹងដែរដល់អញ្ចឹងទៅតើគាត់បានធ្វើអីសម្រាប់ជាតិជាធនធាននេះតើកញ្ញាកឹមមនោវិជ្ជាដែលទៅនិយាយអីល្អពីរដ្ឋាភិបាលកម្ពុជានៅលើឆាកអន្តរជាតិក្រៅតែពីប្រាប់ថាផ្ដាច់ការរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យចាប់ឪពុករបស់គាត់ដាក់គុកតាមអំពើចិត្តទៅប្តឹងដល់អង្គការសហប្រជាជាតិលក្ខនឹងលក្ខតើគាត់បានធ្វើអីដើម្បីឲ្យលោកហ៊ុនសែនសរសើរថាជាធនធានកម្ពុជាដ៏កម្រឬក៏ថាជាធនធានកម្ពុជាសម្រាប់ជាតិខ្ញុំរកអត់ទាន់ឃើញខ្ញុំដឹងថាកញ្ញាកម្មមនោវិជ្ជាបើធ្វើការឲ្យកម្ពុជារដ្ឋាភិបាលកម្ពុជាឬលោកហ៊ុនម៉ាណែតច្បាស់ណាស់គាត់នឹងអាចប្រើប្រាស់អាសមត្ថភាពចំណេះជំនាញគាត់មកធ្វើដើម្បីជាធនធានរបស់ជាតិនេះខ្ញុំមិនមានអីឆ្ងល់ទេក៏ប៉ុន្តែសម្រាប់ពីពេលមុនមកដល់ឥឡូវនេះស្នាដៃគាត់ដើម្បីឲ្យលោកហ៊ុនសែនសរសើរដើម្បីជាតិហ្នឹងវាអត់ទាន់ឃើញមានវាមានតែដើម្បីជាតិក្នុងន័យថាខ្ទាស់នឹងរដ្ឋាភិបាលកម្ពុជាឲ្យលោកហ៊ុនសែនដោះលែងលោកកឹមសុខាបង្ហាញអំពីការធ្វើទុកបុកម្នេញប្រជាពលរដ្ឋនៅស្រុកខ្មែរចំពោះខ្ញុំ
នៃដែលកញ្ញាកុម្មុយនីសវិទ្យាជាធនធានសម្រាប់ជាតិសម្រាប់ប្រជាធិបតេយ្យសម្រាប់ប្រជាពលរដ្ឋដែលស្រេកឃ្លានការសិទ្ធិមនុស្សប្រជាធិបតេយ្យនៅស្រុកខ្មែរអាចសម្រាប់គណៈបកប្រឆាំងនិយាយដូចជាត្រូវជាងព្រោះអីធ្វើនេះគឺដើម្បីដាក់បន្ទុកទៅរដ្ឋាភិបាលឲ្យឃើញអំពីបញ្ហារដ្ឋាភិបាលធ្វើបាបសម្លេងប្រឆាំងប៉ុន្តែឥឡូវទៅជាលោកហ៊ុនសែនសរសើរទៅវិញទាំងកញ្ញាកុម្មុយនីសវិទ្យាគ្មានទួនាទីអីនៅក្នុងរដ្ឋាភិបាលកម្ពុជាអត់ដែលបានធ្វើកិច្ចការងារអីដើម្បីប្រទេសកម្ពុជាឬរដ្ឋាភិបាលកម្ពុជាសូម្បីតែមួយដងនៅឡើយទេអាហ្នឹងដែលធ្វើឲ្យប្រជាពលរដ្ឋគាត់កញ្ញាញ់ខួរប៉ុន្តែតើលោកហ៊ុនសែននិយាយហ្នឹងខុសអីគាត់សរសើរលោកកញ្ញាកុម្មុយនីសវិទ្យាវាអត់ខុសអីទេគឺគាត់ចង់និយាយថាបើស្ដាប់ការជជែកគ្នាទៅអាចថាគាត់មានចំណេះជំនាញកញ្ញាកុម្មុយនីសវិទ្យាក៏មិនខុសអីពីបណ្ឌិតបញ្ញវន្តកវីអ្នកប្រាជ្ញដែលនៅជួរគណៈបកប្រជាជនទីប្រឹក្សារាប់រយរាប់ពាន់គៀអញ្ជើងនោះដែរដូចតែគ្នាទេបើទោះបីជាកញ្ញាកុម្មុយនីសវិទ្យាជាធនធានដ៏មហាសាលប៉ុណ្ណាក៏ដោយគឺបើយកទៅប្រទេសកម្ពុជាឲ្យធ្វើតាមគោលនយោបាយមាគាបករបស់គណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជាធនធានកម្រិតណាក៏មិនអាចធ្វើអីកើតដែរក្រៅតែពីអាជ័យធ្លាក់ទឹកហើយអើសរសើររដ្ឋាភិបាលតែប៉ុណ្្នឹងដូច្នេះក្នុងន័យនេះបើលោកហ៊ុនសែននិយាយបែបនេះគឺអាចថាគាត់ធ្វើការឲ្យរដ្ឋាភិបាលបានព្រោះអីជួបជាមួយលោកហ៊ុនម៉ាណែតក៏គាត់គិតថានឹងអាចទៅតំណាងការទូតអីលើឆាកអន្តរជាតិអញ្ចឹងខ្ញុំមើលកាន់តែប្រសើរទៀតថារឿងមានពីរការជួបរបស់លោកកឹមសុខាជាមួយលោកហ៊ុនសែនអាចជាឱកាសដើម្បីឲ្យអឺលោកកឹមសុខានិងក្រុមគ្រួសារចូលធ្វើការបម្រើឲ្យរដ្ឋាភិបាលនិងគណៈបកប្រជាជនកម្ពុជាឬក៏មិនបាច់បម្រើគណៈបកប្រជាជនកម្ពុជាទេបម្រើឲ្យរដ្ឋាភិបាលដែលដឹកនាំឲ្យគណៈបកប្រជាជនកម្ពុជាក្នុងតំណែងណាមួយដែលខ្ញុំនិយាយពីយប់មិញនោះការទូតឬក៏តំណែងជារដ្ឋលេខាធិការក្រសួងការបរទេសហើយលោកកឹមសុខានឹងក្លាយជាឧត្តមក្រុមប្រឹក្សាអង្គព្រះមហាក្សត្រទៅអាហ្នឹងច្រកមួយច្រកទី2ដោយសារតែរឿងនេះមានបន្ធូរខ្ញុំជឿថាអាចក្នុងករណីមួយបើកភ្លើងខៀវឲ្យកញ្ញាកុម្មុយនីសវិទ្យាបង្កើតគណៈបកនយោបាយមួយទៅព្រោះគណៈបកនយោបាយណាដែលបង្កើតដោយកញ្ញាកុម្មុយនីសវិទ្យាគ្រួសារតកូលកម្មគឺលោកហ៊ុនសែនអត់ភ័យអីទៀតទេព្រោះអីព្រោះធ្លាប់ដែលលោកតាំងសារដាទម្លាយការសម្ងាត់នោះថាងគាត់ធ្លាប់ជជែកគ្នាពីឈប់ធ្វើនយោបាយប្រឆាំងរដ្ឋាភិបាលតែអត់បាននិយាយពីការឈប់ធ្វើនយោបាយស្របរដ្ឋាភិបាលទេដូច្នេះបើគាត់បង្កើតជាគណៈបកមួយលោកហ៊ុនសែននឹងជួយដៃ10ឲ្យបង្កើតទៅឆកជ្រកក្រោមស្លាកកញ្ញាកុម្មុយនីសវិទ្យាគឺជាប្រធានគណៈបកអីអញ្ចឹងទៅលោកកម្មសុខានឹងអស់តួនាទីអីធ្វើនយោបាយទៀតហើយខ្ញុំជឿថាការដែលផ្ដល់សិទ្ធិនយោបាយឲ្យលោកកម្មសុខាគឺគេនឹងមិនផ្ដល់ឲ្យមុនបោះឆ្នោត2017និង2018នេះទេអានេះជាការព្យាករណ៍ខ្ញុំអាចព្យាករណ៍មិនត្រូវ 100% ទេបងប្អូនប៉ុន្តែគណៈបកប្រជាជនកម្ពុជាមិនឲ្យលោកកម្មសុខាមានសិទ្ធិបោះឆ្នោតសិទ្ធិអីហ្នឹងតាមកលៈតតែបោះឆ្នោតចប់ឆ្នាំ2028អាចឲ្យសិទ្ធិនយោបាយលោកកឹមសុខាប៉ុន្តែប្រហែលជាលោកកឹមសុខាអស់ស្អីគេឥទ្ធិពលនៅក្នុងនយោបាយអីទៀតហើយដូចតែលោកសំរងស៊ីដែរព្រោះវ័យជរាដូចគ្នាអស់ហើយអញ្ចឹងមានតែកូនក្មេងជំនាន់ក្រោយហ្នឹងធ្វើទៅព្រោះកញ្ញាកុម្មុយនីសវិទ្យាក៏អាចបានគេដំណើរពីឪពុករបស់កញ្ញាហ្នឹងហើយឥឡូវមានការជ្រុំជ្រែងពីលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនទៀតការបង្កើតគណៈបកថ្មីមិនពិបាកទេបើបង្កើតទៅគឺក្រុមអ្នកដែលកំពុងតែគ្រប់គ្រងលោកកឹមសុខាស្រាប់គឺច្បាស់ជាអាចនឹងទៅចូលរួមដើម្បីបង្កើតឲ្យមានរូបភាពជាគណៈបកមួយក្រោមឈ្មោះលោកកឹមសុខាក្រោមឈ្មោះកញ្ញាកុម្មុយនីសវិទ្យានេះជាការព្យាករណ៍ជាការស្មានវិភាគមួយជ្រុងទេហើយគណៈបកប្រជាជនកម្ពុជានឹងជួយខាងកញ្ញាកុម្មុយនីសវិទ្យានេះដើម្បីឲ្យបង្កើតគណៈបកនេះបានអានេះគឺជាសេណារីយ៉ូទី1ហើយរឿងនេះគឺវាអាចទៅនឹងមកព្រោះអីអឺអ្នកដែលគ្រប់គ្រងលោកកម្មសុខាច្រើនណាស់អត់ដឹងទៅផ្លូវណាទេព្រោះរងចាំលោកកម្មសុខាមកដឹកនាំបកវិញប៉ុន្តែលោកកម្មសុខាដឹងអត់ដែរអញ្ចឹងឥឡូវចេញកញ្ញាកុម្មុយនីសវិទ្យាគឺជាការបញ្ចេញក្មេងជំនាន់ក្រោយដើម្បីឲ្យអ្នកដែលគ្រប់គ្រងលោកកម្មសុខាហ្នឹងអាចជ្រកក្រោមស្លាកគណៈបក
ដែលដឹកនាំដោយកញ្ញាកមនោវិជ្ជាអីអញ្ចឹងទៅហើយបើកបកនេះអត់ត្រូវការយូរទេត្រូវការពេលតែ1ខែ2ខែបានហើយការបោះឆ្នោតនៅសល់1ឆ្នាំទៀតឃុំសង្កាត់ហើយបោះឆ្នោតជាតិនៅសល់ដល់តែ2ឆ្នាំណាយ៉ា2ឆ្នាំ2028នេះរឿងនេះជាសេណារីយ៉ូទី1សេណារីយ៉ូទី2មានការជជែកច្រើននៅលើបណ្ដាញសង្គមដែរតែខ្ញុំគ្រាន់តែឲ្យការសង្កេតទេគឺការដែលឲ្យកញ្ញាកមនោវិជ្ជាបើមានតែ2ច្រកឯងបើឲ្យលោកកឹមសុខាទៅជាឧត្តមក្រុមប្រឹក្សាសមាជិកឧត្តមក្រុមប្រឹក្សាអង្គព្រះមហាក្សត្រឬក៏ស្អីផ្សេងទៀតហ្នឹងគឺក៏អាចជាទូនាទីមួយដើម្បីទុកលោកកឹមសុខាកុំឲ្យមកមានឥទ្ធិពលនៅក្នុងនយោបាយអីទៀតឲ្យដាក់នៅជាប់គៀនជាងហ្នឹងក៏ថាបានដែរប៉ុន្តែរឿងគណៈបកនេះចង់មិនចង់កាឡាអាចចេញច្រើនត្រង់ថាឲ្យកញ្ញាកមនោវិជ្ជាកាន់ទៅហើយអ្នកដែលចំណេញច្រើនជាងគេមិនមែនគណៈបកប្រឆាំងទេនៅពេលដែលឲ្យកញ្ញាកមនោវិជ្ជាបើកគណៈបកបើខ្ញុំនិយាយថាផ្លូវនេះណាបើសិនជាគេទៅច្រកនេះគឺអ្នកដែលចំណេញកប់ក្តោងគឺគណៈបកប្រជាជនកម្ពុជាព្រោះអីក្រមរបស់កញ្ញាកមនោវិជ្ជាគឺគេច្បាស់ថាជាប៉ូលរបស់លោកកម្មសខានឹងឆ្លោះគ្នាជាមួយនឹងប៉ូលរបស់លោកសំរងស៊ីហើយ 100% ហើយលោកហ៊ុនសែនក៏ដឹងរឿងនេះដែរការដែលឲ្យលោកកឹមសុខាមានសេរីភាពការដែលចាប់ផ្ដើមលើកក្រុមម្ខាងហើយធ្វើឲ្យក្រុមម្ខាងទៀតនៅតែជាប់ទោសជាប់ទណ្ឌគឺជាវប្បធម៌ក្តិចគូតសង្អាបញ្ជុលគ្នាហេតុអីបានជារឿងនេះជាវប្បធម៌ក្តិចគូតសង្អាឲ្យបញ្ជុលគ្នាឯងហ្នឹងគឺដោយសារដឹងច្បាស់ថាបើសិនជាក្រុមលោកកឹមសុខាមានគណៈបកនយោបាយឈរនៅប្រទេសកម្ពុជាគឺក្រុមនេះនឹងឆ្លោះដណ្ដើមតំណែងគ្នាដណ្ដើមប្រជាប្រិយគ្នាអត់ដណ្ដើមពីគណៈបកប្រជាជនទេគឺដណ្ដើមពីគណៈបកប្រឆាំងឬក៏ក្រុមលោកសំរងស៊ីដែលមានស្រាប់នេះដូច្នេះនៅពេលដែលដណ្ដើមគ្នាបែបនេះសម្លេងនឹងបែកខ្ញែកគណៈបកប្រជាជនកម្ពុជានឹងងាយគ្រប់គ្រងដដែលហើយអត់ខ្វល់ទេឧទាហរណ៍កញ្ញាកមនោវិជ្ជាកាន់ជាគណៈបកអីមួយទៅហើយបាន5កៅអីឬ10កៅអីគេអត់ខ្វល់ទេគណៈបកប្រជាជនចង់ឲ្យ20កៅអីក៏បានដែរព្រោះអត់ទៅយកធ្វើអីកើតទេតែយ៉ាងហោចណាស់ក៏មិនបានទៅក្រុមរបស់ខាងលោកសំរងស៊ីឬក៏គណៈបកមួយទៀតដែលមាននាការខាងលោកសំរងស៊ីចឹងទៅធ្វើឲ្យផ្ដាច់ក្តីសង្ឃឹមអ្នកដែលមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលផ្ដាច់ព្រោះឥឡូវក្រុមលោកកឹមសុខាឬក៏កញ្ញាកមនោវិជ្ជាច្បាស់ណាស់គឺជានយោបាយនៅបន្តនយោបាយតែមិនមែននយោបាយប្រឆាំងរដ្ឋាភិបាលទេគឺនយោបាយស្របរដ្ឋាភិបាលដែលរដ្ឋាភិបាលចង់ឲ្យធ្វើដើម្បីជាសួនលំអប្រជាធិបតេយ្យរឿងហ្នឹងគឺទៅឲ្យសួរថាកញ្ញាកមនោវិជ្ជាឬក៏ខាងក្រុមលោកកម្មសខាមានជំរឿសទេបងប្អូនអត់មានទេកុំបន្ទោសគាត់ព្រោះជំរឿសរបស់លោកកម្មសខានិងគ្រួសារគាត់ដែរបើមិនជ្រើសរើសយកវិធីសរសេរលិខិតទៅស្នើចរចាធ្វើសម្បទានអីក៏លោកហ៊ុនសែនអត់ដែលប្រឡែងលោកកម្មសខាឲ្យបានមកនៅក្រៅផ្ទះនេះដែរនឹងជាប់គុកនៅក្នុងផ្ទះនេះអស់27ឆ្នាំដល់តែថ្ងៃស្លាប់ដូច្នេះយើងដឹងហើយតទៅពេលមានការសន្យានេះគឺឈប់ធ្វើនយោបាយប្រឆាំងរដ្ឋាភិបាលតែអាចធ្វើនយោបាយស្របរដ្ឋាភិបាលបានហើយនេះឯងដែលជាប្រជាពលរដ្ឋចេះតែភ័យថាអូមកអញ្ចឹងហើយគាត់ធ្វើអញ្ចឹងទៅប៉ុន្តែចំពោះខ្ញុំគាត់ធ្វើអីធ្វើទៅបងប្អូនឲ្យគាត់បើគាត់បង្កើតគណៈបកនយោបាយអីបង្កើតទៅ